Vespa មួយគ្រឿងនឹងលុយ4500យកមួយណាបើអីរើសខ្ញុំអេនេះលាយអីជីវិតទៀតអងអើយVespa អងអើយទេបើព្រឹកសងំឲ្យចើងចាំប្រាប់ឲ្យថាឲ្យជីវិតទៅផ្អាកសិនឥឡូវបើព្រឹកនិយាយថា account ជីវិតហ្នឹងមកណាអ្នកលេង account ជីវិតហ្នឹងណាវិតលេងហ៎ហើយមិនឲ្យគាត់ទៅ comment អីគេ250 Vespa ណាទៀតនេះហ៎អត់កើតទេបើព្រឹកប្រាប់វិតឲ្យបថយឆៃសម្រាប់មករយៈសិនតែយើងក៏ត្រូវការចែក fan គាត់អត់ត្រូវធ្វើអញ្ចឹងទេ comment បានតែមិនសមទេអត់ទេងាប់ហើយអាណាទៅតម្លាក់តន់គាត់បើឯងគ្រាន់តែចូលទៅប៉ក់នៅឆ្វេងដៃយើងនេះឲ្យធ្វើល្បាច់ហ៎អត់ទេបើព្រឹកធ្វើចាត់ការទេអត់តម្លាភាពអត់ស្មើភាពសោះបើព្រឹកហ្នឹងហើយអើយឯងស្មានតែមានអាណាកាន់ភ័យគាត់ទៅគាត់ចូល comment ខ្លួនឯងអញ្ចឹងអស់ពេលហើយណោះឥឡូវគាត់ណោះ comment ស្អីណា250 Vespa ណាទៀតអាម៉ូតូណាទៀតអត់ដឹងទេអញ្ចឹងទូនាទីនេះมึงຕົកឲ្យបើព្រឹកជួយប្រាប់គាត់ជួយប្រាប់គាត់ប្រាប់វិទ្យឲ្យជួយតម្លាក់ទូរស័ព្ទសិនព្រោះអីមួយរយៈនេះគឺទាំងម៉ែទាំងអីគឺត្រូវការខ្លាំងហ្មងមួយរង្វាន់ហ្នឹងហើយប្រាប់គាត់អូនអត់កើតទេវិទ្យក៏ចង់បាន Vespa ដែរអស់ពេលឥឡូវខាងនេះអស់ពេលហើយអត់កើតទេព្រឹកធ្វើចាត់កើតទេអត់អាចមក comment អីបានទេcomment ធម្មតាបានតែអាចមកដណ្ដើមរង្វាន់អត់កើតទេណាបើព្រឹកបន្ថយសិនអត់កើតទេឥឡូវអស់ពេលហើយជីវិតបងអូន comment ថាអីខ្លះណាបងអូនអា250អីហ្នឹងឲ្យណាតាអាម៉ូតូ4500ឲ្យសោះចង់មកម៉ូតូដែរជីវិតតាអញសង្ស័យតែរបប Vespa មួយទៀតដល់អើយនេះទៅទៀតឯងមីកូនអញអស់ពេលហើយតោះដែរថ្ងៃឃើញអត់សម័យតារាចម្រៀងស្រុកខ្មែរ Grade A គេនៅ comment នេះចុះគេនៅ fan និយាយចុះតម្រាំពួកយើងនេះថ្ងៃចាំកាលទៀត like share comment លឿនទៅឲ្យតន់ជីវិតទៅទុកតែអីទៀតអត់ការទេតោះអរគ្នាឥឡូវនេះឆ្នាំនោះថ្មីកូនខ្មែររបស់យើងបានចូលស្តុកហើយចាអមជាមួយនឹងការ design ដ៏ប្រណិតល្អឥតខ្ចោះអ្នកនរគ្នាជាមួយនឹងក្បាច់ខ្មែរទង់ជាតិខ្មែរចាដែលបញ្ជាក់ពីអត្តសញ្ញាណយើងយ៉ាងច្បាស់ពិតប្រាកដហើយជាពិសេសចាអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងឆ្នាំដ៏ថ្មីរបស់យើងជាប្រភេទឆ្នាំដុសថ្មីគេហៅថា Begami ចាដែលជាលក្ខណៈសាច់គេហៅថាសាច់ gel អ្នកនរគ្នាអញ្ចឹងនឹងដល់ពេលអ្នកនរគ្នាបានគេហៅថាដោះឲ្យអារម្មណ៍អ្នកនរគ្នាប្រកាសជាមានអារម្មណ៍ប្លែកជាងការប្រើប្រាស់ឆ្នាំដ៏ថ្មីទូទៅដោយសារតែរូបមន្តនេះគឺយើងបានផលិតឡើងដោយដុកទ័រអូស្ត្រាលីចាអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់មានបញ្ហាក្លិនមាត់បញ្ហាកំណកកំបោរបញ្ហាថ្មិញគាត់គេហៅថាអាខ្មៅស្អាប់កាន់គេហៅថាកាន់ស្ទឹមអ្នកនរគ្នាចាដែលសាញ៉ាំកាហ្វេញ៉ាំតែញ៉ាំបារីអីហ្នឹងគឺអ្នកនរគ្នាលែងបារម្ភហើយអញ្ចឹងឆ្នាំដ៏ថ្មីនេះគឺព្យាបាលរាល់បញ្ហាថ្មិញហើយជាពិសេសគឺបំបត្តិក្លិនមាត់បានយ៉ាងល្អអ្វីដែលអ្នកនរគ្នាទទួលបានលើកដំបូងនៅពេលដែលបានប្រើប្រាស់ហើយគឺលក្ខណៈពិសេសនៃក្លិនរបស់ឆ្នាំដ៏ថ្មីហើយនឹងភាពក្រប់គេហៅថាភាពក្រប់ប្រហែលតែចាក់ពេញក្រោមមាត់អញ្ចឹងបាទខ្ញុំនិយាយថាឆ្នាំដ៏ថ្មីមួយមុខនេះគឺសម្រិតសម្រាំងខ្លាំងណាស់អញ្ចឹងហើយរយៈពេលតាំងពីមានសង្គ្រាមមកដល់ពេលនេះគឺពួកយើងខំប្រឹងប្រែងមែនទែននៅក្នុងការផលិតអ្វីដែលពិសេសហើយគេថាផលិតរបស់ដែលពិសេសដើម្បីគេថា support ទីផ្សារនិងសេដ្ឋកិច្ចរបស់ប្រទេសយើងចាឲ្យប្រជាជនរបស់យើងទទួលបានអ្វីដែលមានគុណភាពពិតប្រាកដជាមួយនឹងតម្លៃសមរម្យដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសចៅ